ការគិតច្រើនពេកអាចធ្វើឲ្យយើងជួបនឹងបញ្ហាសុខភាពនឹកស្មានមិនដល់អស់លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រីនេះគឺជាការចែករំលែកមួយរបស់អ្នកលេងបណ្ដាញសង្គមយើងម្នាក់ពាក់ព័ន្ធជាមួយនឹងការគិតច្រើនរបស់នាងម្ចាស់គេនៃ Facebook ដែលមានឈ្មោះថេនីគីខ្ជូខ្វិនបានធ្វើការបង្ហោះជាសាធារណៈដោយបានសរសេររៀបរាប់ពីអាការៈយ៉ាងដូច្នោះថាដោយសារតែគិតច្រើនពេកខ្ញុំសម្រាប់កូនដោយវាកាត់បាន5ខែហើយតែនៅក្នុងខែមករាខ្ញុំបានមករដូវធម្មតារហូតដល់ទៅ2អាទិត្យបន្ទាប់មករំលងដល់8ថ្ងៃខ្ញុំក៏ចាប់ផ្ដើមជ្រុះសក់ដោយនឹកស្មានមិនដល់យ៉ាងច្រើនដល់ថ្នាក់នឹងហើយស្បែករបស់ខ្ញុំចាប់ផ្ដើមរមាស់ខ្លាំងបូករួមនឹងខ្ញុំកើតជំងឺហឺតធ្ងន់ធ្ងរផងដែរមួយថ្ងៃខ្ញុំត្រូវដាក់ម៉ាស៊ីនឆ្ពង់ដើម្បីសម្រួលផ្លូវដង្ហើម2ទៅ3ដងដែលស្រកគីឡូឡើងលឿនមួយថ្ងៃ1គីឡូទៅ2គីឡូក៏មានធ្លាក់ឈាមទៀតតែដូចមិនមែនឈាមរដូវខ្ញុំក៏សម្រេចចិត្តទៅពិនិត្យស្បូននិងអេកូនៅមន្ទីរពេទ្យគាត់និយាយថាស្បូនរបស់ខ្ញុំនឹងកន្លែងវាកាត់ធម្មតានឹងល្អមិនកកឈាមហើយគាត់ថាធ្លាក់ឈាមមកពីការចាក់ថ្នាំពេញជាកំណើតខ្ញុំក៏មានអារម្មណ៍ធូរស្រាលមិនភ័យព្រួយហើយពេទ្យបានឲ្យថ្នាំលេបផងដែរប៉ុន្តែឈាមនៅតែបន្តធ្លាក់ដោយមិនដឹងមូលហេតុអស់កម្លាំងស្លេកស្លាំងដេកមិនលក់សោះតើឈាមធ្លាក់មកពីកន្លែងណាបើអេកូអត់ឃើញមានអីផងខ្ញុំកាន់តែភ័យហើយចានេះគឺជាសារចែករំលែកមួយម្ចាស់គណនី Facebook យើងដែលសម្រាប់ប្រិយមិត្តនៅលើបណ្ដាញសង្គមបានឃើញហើយជាពិសេសគឺមិត្តនារីយើងផ្ទាល់តែម្ដងតើមិត្តនារីយើងណាខ្លះដែលជួបប្រទះជាមួយនឹងបញ្ហាសុខភាពក្រោយពេលសម្រាលហើយចាអញ្ចឹងគឺថាមនុស្សម្នាក់មានទុក្ខវិបត្តិរៀងខ្លួនចាអ្នកខ្លះគិតនេះអ្នកខ្លះគិតនោះចាធ្វើឲ្យផ្លូវចិត្តរបស់យើងនឹងស្មុគស្មាញជាពិសេសគឺសម្រាប់ស្ត្រីរបស់យើងចានៅពេលដែលឆ្លងទន្លេហើយគឺងាយនឹងជួបប្រទះបញ្ហាបាក់ទឹកចិត្តជាខ្លាំងដូច្នេះហើយគឺត្រូវការថែទាំយកចិត្តទុកដាក់ជាពិសេសគឺសំណាក់អ្នកនៅក្បែរខ្លួនក៏ដូចជាស្វាមីជាដើមចាដូចជាម្ចាស់គណនី Facebook យើងគឺគាត់មានបញ្ហាពិបាកចិត្តអញ្ចឹងមិនដឹងថាគាត់គិតអ្វីខ្លះនោះទេអញ្ចឹងហើយបានគេថាផ្ទះអ្នកណាចាចង្គៀងផ្ទះអ្នកណាគឺភ្លឺផ្ទះអ្នកនោះនៅពេលដែលយើងមានបញ្ហាផ្លូវចិត្តមិនយូរមិនឆាប់ទេយើងនឹងធ្លាក់ខ្លួនចាមានបញ្ហាផ្លូវកាយនៅពេលដែលសុខភាពផ្លូវចិត្តរបស់យើងមិនល្អចាសុខភាពផ្លូវកាយរបស់យើងនឹងកាន់តែទ្រុឌទ្រោមទៅតាមនឹងដែរដូច្នេះហើយនៅពេលដែលស្ត្រីក្រោយសម្រាលគឺត្រូវការទាមទារការយកចិត្តទុកដាក់ខ្លាំងបំផុតជាពិសេសពីសំណាក់ក្រុមគ្រួសារនៅក្បែរខ្លួននិងជាស្វាមីផ្ទាល់តែម្ដងចាឲ្យមនុស្សម្នាក់គឺតែងតែមានចាបញ្ហាផ្លូវចិត្តគ្រប់គ្នាតែម្ដងចាអ្នកខ្លះជួបបញ្ហានេះអ្នកខ្លះជួបវិបត្តិនោះចឹងហើយគឺត្រូវតែចាទាមទារឲ្យយើងចារៀនវឹកហាត់ផ្លូវចិត្តខ្លួនឯងឲ្យរឹងមាំមិនថាជួបប្រទះបញ្ហាអ្វីមួយទេត្រូវចេះទម្លាក់ចោលខ្លះចាកុំដាក់បន្ទុកលើខ្លួនឯងខ្លាំងពេកកុំដូចពាក្យចាស់ពោលថាទូកបៀមទឹកឆាប់ពុកមនុស្សបៀមទុកឆាប់ស្លាប់ចាអញ្ចឹងនៅពេលដែលយើងមានវិបត្តិច្រើនពេកចាបញ្ហាផ្លូវចិត្តគិតខ្វល់ច្រើនពេកយូរទៅវាធ្វើឲ្យរាងកាយរបស់យើងទ្រុឌទ្រោមទៅដូចជាការដាក់ទរណកម្មនៅលើខ្លួនឯងអញ្ចឹងទូយ៉ាងដោយម្ចាស់គណនី Facebook របស់យើងរូបនេះអញ្ចឹងចាគាត់ថាទៅពេទ្យហើយពិនិត្យថតមើលឲ្យអស់ហើយគឺថាសុខភាពរបស់គាត់ស្បូនរបស់គាត់នេះគឺល្អចាអត់មានអីនោះទេក៏ប៉ុន្តែគាត់នៅតែមានបញ្ហាហ្នឹងធ្លាក់ឈាមមកជាបន្តវិធីតែម្យ៉ាងដែលអាចធ្វើបានគឺរក្សាផ្លូវចិត្តឲ្យនឹងណូព្យាយាមហាត់ប្រាណគិតអ្វីល្អៗញ៉ាំអ្វីដែលល្អៗជូនពរទៅដល់ម្ចាស់គណនីយើងឆាប់បានធូរស្រាលឡើងវិញ